đọc chấm nói pi ở bốc nẹ miền ship hớ ở bốc nẹ miền bằng riêng côn pro rich dad poor dad របស់លោក Robert Kiyosaki គឺជាសៀវភៅដ៏ល្បីល្បាញបំផុតមួយស្ដីពីផ្នត់គំនិតហិរញ្ញវត្ថុខាងក្រោមនេះជា10ចំណុចគន្លឹះសំខាន់ៗដែលទទួលបានពីសៀវភៅនេះ 1. ភាពខុសគ្នារវាងទ្រព្យសកម្មនិងបំណុលទ្រព្យសកម្មហៅថា asset គឺជាអ្វីដែលរកចំណូលចូលហៅប៉ៅរបស់អ្នកដូចជាភាគហ៊ុនអចលនទ្រព្យជួលឬអាជីវកម្មបំណុលហៅថា liability គឺជាអ្វីដែលទាញលុយចេញពីហៅប៉ៅរបស់អ្នកដូចជាឡានទំនើបបំណុលកាតឥណទានឬរបស់ប្រើប្រាស់ខ្ជះខ្ជាយអ្នកមានផ្ដោតលើការទិញទ្រព្យសកម្មចំណែកអ្នកក្រនិងវណ្ណៈកណ្ដាលចូលចិត្តទិញបំណុលតែគិតថាវាជាទ្រព្យសកម្មពីរអ្នកមានមិនធ្វើការដើម្បីលុយតែឲ្យលុយធ្វើការដើម្បីពួកគេមនុស្សភាគច្រើនធ្វើការនៅក្នុងអន្ទាក់កណ្ដុរហៅថា red race ពលគឺធ្វើការយកប្រាក់ខែមកបង់ថ្លៃចំណាយរួចក៏ត្រូវធ្វើការកាន់តែខ្លាំងផ្ទុយទៅវិញអ្នកមានប្រើប្រាស់ចំណេះដឹងហិរញ្ញវត្ថុដើម្បីបង្កើតប្រភពប្រាក់ចំណូលអកម្មហៅថា passive income ដែលអាចរកលុយឲ្យពួកគេបានបើទោះបីជាពួកគេកំពុងតែគេងលក់ក៏ដោយ 3. ចំណេះដឹងហិរញ្ញវត្ថុសំខាន់ជាងចំនួនលុយដែលរកបានវាមិនសំខាន់ទេថាតើអ្នករកលុយបានច្រើនប៉ុណ្ណាអ្វីដែលសំខាន់តើអ្នកអាចរក្សាទុកវាបានល្អប៉ុណ្ណានិងធ្វើវាឲ្យបង្កើតកូនចៅបានកម្រិតណាបើគ្មានចំណេះដឹងហិរញ្ញវត្ថុទេទោះរកបានលុយច្រើនក៏គង់តែរលាយអស់វិញ 4. ធ្វើការដើម្បីរៀនសូត្រកុំធ្វើការដើម្បីតែប្រាក់ខែចូលជ្រើសរើសការងារឬគម្រោងណាដែលអាចបង្រៀនអ្នកពីជំនាញសំខាន់ដូចជាជំនាញលក់ហៅថា sales ជំនាញទីផ្សារហៅថា marketing និងការគ្រប់គ្រងមនុស្សជំនាញទាំងនេះគឺជាគ្រឹះសំខាន់រឹងមាំដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួន 5. ភាពខុសគ្នារវាងការធ្វើជាម្ចាស់អាជីវកម្មនិងអ្នកធ្វើការងារឲ្យគេអ្នកក្រនិងវណ្ណៈកណ្ដាលបណ្ដុះបណ្ដាលកូនឲ្យរៀនពូកែដើម្បីបានការងារល្អនិងបានប្រាក់ខែខ្ពស់រីឯឪពុកអ្នកមានបង្រៀនកូនឲ្យរៀនសូត្រដើម្បីយល់ដឹងពីរបៀបបង្កើតអាជីវកម្មនិងរបៀបជួលមនុស្សពូកែមកធ្វើការឲ្យខ្លួន 6. យល់ដឹងពីអត្ថប្រយោជន៍នៃច្បាប់និងពន្ធដារអ្នកមានប្រើប្រាស់ទម្រង់ក្រុមហ៊ុន corporation ដើម្បីការពារទ្រព្យសម្បត្តិនិងកាត់បន្ថយការបង់ពន្ធស្របច្បាប់យន្តការរបស់ពួកគេគឺរកចំណូលប្រើប្រាស់វិនិយោគរួចទៅបង់ពន្ធលើទឹកប្រាក់ដែលនៅសល់ខុសពីបុគ្គលឬក៏បុគ្គលិកធម្មតាដែលត្រូវកាត់ពន្ធនិងបានប្រើប្រាស់ប្រាក់ខែ 7. មនុស្សគ្រប់រូបសុទ្ធតែមានភាពភ័យខ្លាចតែវិធីដោះស្រាយបញ្ហាខុសគ្នាភាពខុសគ្នារវាងអ្នកមាននិងអ្នកក្រមិនមែននៅលើការគ្មានភាពភ័យខ្លាចនោះទេគឺនៅលើវិធីដែលពួកគេគ្រប់គ្រងភាពភ័យខ្លាចជាពិសេសខ្លាចការបាត់បង់លុយអ្នកមានហ៊ានប្រឈមមុខនិងរៀនសូត្រពីការខាតបង់ចំណែកអ្នកក្រជ្រើសរើសភាពសុវត្ថិភាពពេករហូតបាត់បង់ឱកាស 8. កុំនិយាយថាខ្ញុំមិនអាចទិញវាបានទេតែត្រូវសួរថាធ្វើដូចម្ដេចដើម្បីទិញវាបានពាក្យថាមិនអាចធ្វើឲ្យខួរក្បាលអ្នកឈប់គិតនិងខ្ជិលច្រអូសការបង្កើតសំណួរធ្វើដូចម្ដេចជំរុញឲ្យខួរក្បាលរបស់អ្នកស្វែងរកដំណោះស្រាយបង្កើតគំនិតច្នៃប្រឌិតនិងស្វែងរកវិធីរកចំណូលបន្ថែម 9. វិនិយោគលើខ្លួនឯងមុនគេ Pay yourself first នៅពេលទទួលបានចំណូលចូលដកមួយផ្នែកឧទាហរណ៍20ទៅ10% 10% ទៅ20% ទុកសម្រាប់វិនិយោគឬទិញទ្រព្យសកម្មជាមុនសិន
រួចសឹមយកលុយដែលនៅសល់ទៅបង់ថ្លៃចំណាយផ្សេងវិធីនេះបង្ខំឲ្យអ្នកត្រូវតែរកវិធីរកលុយបន្ថែមដើម្បីបិទបាំងការចំណាយបើមិនដូច្នោះទេអ្នកនឹងគ្មានលុយសល់សន្សំឡើយ 10. ភាពលោភលន់និងការមិនចេះស្កប់ស្កល់គឺជាគ្រោះថ្នាក់មនុស្សជាច្រើនធ្លាក់ក្នុងអន្ទាក់ការចំណាយកើនឡើងតាមចំណូល lifestyle inflation កាលណាបានប្រាក់ខែឡើងពួកគេក៏ដូរទូរស័ព្ទថ្មីដូរឡានថ្មីដែលធ្វើឲ្យពួកគេនៅតែដាច់លុយដដែលចូលគ្រប់គ្រងអារម្មណ៍និងការចង់បានរបស់ខ្លួនហើយបង្វែរលុយទាំងនោះទៅបង្កើតទ្រព្យសកម្មវិញសង្ខេបសៀវភៅនេះចង់សង្កត់ធ្ងន់ថាភាពមានបានមិនមែនផ្ដើមចេញពីចំនួនលុយដែលអ្នកមាននៅក្នុងថ្ងៃនេះនោះទេគឺផ្ដើមចេញពីផ្នត់គំនិតហិរញ្ញវត្ថុរបស់អ្នក